កុំមើលរបស់4យ៉ាងនេះដែលខាតឲ្យសោះបើសិនជាអ្នកទាំងអស់គ្នាមិនចង់ឲ្យខ្លួនឯងធ្លាក់ដល់0ដូចខ្ញុំនោះទេជាពិសេសនោះគឺចំណុចលេខ4តែម្ដងបើទោះជាអ្នកទាំងអស់គ្នាមិនមាន3ចំណុចខាងលើក៏ជីវិតរបស់អ្នកទាំងអស់គ្នាមិនធ្លាក់ដល់0ដែរចំណុចទី1នោះគឺកុំមើលងាយលើការងារអត់បានបែងចែកថាការងារតូចឬក៏ការងារធំការងារថោកទាបឬក៏ការងារថ្លៃក្នុងនោះទេមានតែការងារឲ្យតម្លៃនិងការងារមិនឲ្យតម្លៃមានតែការងារចូលចិត្តនិងការងារដែលមិនចូលចិត្តបើទោះជាអ្នកទាំងអស់គ្នាធ្វើការងារនេះតូចតាចប៉ុណ្ណាក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នាធ្វើដោយកាយធ្វើដោយចិត្តធ្វើដោយបេះដូងធ្វើដោយការស្រឡាញ់ធ្វើដោយការឲ្យតម្លៃនោះលទ្ធផលវានឹងឲ្យលទ្ធផលធំនៅថ្ងៃក្រោយផ្ទុយទៅវិញបើទោះជាអ្នកទាំងអស់គ្នាធ្វើការងារធំប៉ុណ្ណាក៏ដោយប៉ុន្តែអ្នកទាំងអស់គ្នាមិនចូលចិត្តមិនឲ្យតម្លៃអញ្ចឹងលទ្ធផលយកជាការមិនបានចំណុចទី2នោះគឺកុំមើលងាយលើឱកាសពេញមួយជីវិតយើងឱកាសមានច្រើនណាស់ប៉ុន្តែឱកាសដែលមកកែប្រែជីវិតរបស់យើងមានមិនច្រើនទេមានតែម្ដងឬក៏ពីរដងនោះទេចៃដន្យបើអ្នកទាំងអស់គ្នាមើលងាយលើឱកាសមើលងាយចំឱកាសដែលមកកែប្រែជីវិតរបស់អ្នកអញ្ចឹងជីវិតរបស់អ្នកគិតយ៉ាងម៉េចវិញកុំមើលទី3នោះគឺកុំមើលងាយអ្នកដទៃព្រោះថាអ្នកមិនអាចយកភ្នែករបស់អ្នកនឹងទៅរង្វីតម្លៃសមត្ថភាពគេបានទេកុំរង្វីតម្លៃត្រីដោយសារសមត្ថភាពឡើងដើមឈើរបស់វាមនុស្សខ្លះចេះមនុស្សខ្លះអន់មនុស្សខ្លះចិត្តល្អមនុស្សខ្លះចិត្តអាក្រក់មនុស្សខ្លះនាំសំណាងឲ្យយើងមនុស្សខ្លះនាំចង្រៃឲ្យយើងចំណុចសំខាន់ទី4នោះគឺកុំមើលងាយខ្លួនឯងបើទោះជាខ្លួនឯងធ្លាក់ដល់ចំណុច0ប៉ុណ្ណាក៏ដោយបើទោះជាមនុស្សមួយពិភពលោកឪពុកម្ដាយបងប្អូនមិត្តភ័ក្តិអ្នកនៅជុំវិញខ្លួនយើងមនុស្សដែលយើងស្រឡាញ់មើលងាយយើងប៉ុណ្ណាក៏ដោយតែដាច់ខាតហាមមើលងាយខ្លួនឯងឲ្យសោះចេះឲ្យតម្លៃខ្លួនឯងជាមុនទើបគេឲ្យតម្លៃយើងតាមក្រោយចេះស្រឡាញ់ខ្លួនឯងជាមុនសិនទើបអ្នកដទៃហ្នឹងគេចេះស្រឡាញ់យើងដែរដួលតាណាក្រោកតានឹងហើយបន្តដំណើររបស់អ្នកទៅមុខទៀតកុំភ្លេចចែករំលែកវីដេអូនេះទៅកាន់មនុស្សជាទីស្រឡាញ់របស់អ្នកខ្ញុំឈ្មោះឌីណាខ្ញុំមានអីប្លែកៗច្រើនកុំភ្លេចតាមដានខ្ញុំទៀត